ហើយដោយខ្ញុំជំរាបនៅក្នុងភាគមុនហ្នឹងដោយមានសំណួរតាក់ទងអំពីរឿងទឹកដីខ្ញុំបានលើកយកមកអធិប្បាយអំពីព្រំដែនគោកជាមួយថៃឡែននិងព្រំដែនសមុទ្រកម្ពុជាណាអញ្ចឹងខ្ញុំលើកយកមកអធិប្បាយអំពីព្រំដែនគោកជាមួយថៃឡែននិងព្រំដែនសមុទ្រខ្ញុំបានជម្រាបថាព្រំដែន800គីឡូម៉ែត្រជាមួយនឹងថៃឡែនគឺជាព្រំដែនដែលមានឯកសារជាមូលដ្ឋាននិងឯកសារបច្ចេកទេសជាមូលដ្ឋានដែលយើងអាចស្វែងរកបន្ទាត់ព្រំដែនតាមបណ្ដោយដី800គីឡូម៉ែត្រជាមួយថៃឡង់បានយ៉ាងជាក់ច្បាស់រីឯព្រំដែនសមុទ្រយើងអត់ទាន់មានច្បាស់លាស់ទេតែដោយកម្ពុជាយើងជាសមាជិកនៃ UNCLOS ហើយថៃជាសមាជិកនៃ UNCLOS ព្រំដែនទឹកខ្ញុំនឹងលើកយកមកអធិប្បាយជាបន្តបន្ទាប់ថែមទៀតដើម្បីនឹងជាចម្លើយហើយបងប្អូនអាចប្រៀបធៀបនឹងពួកតកៅអាច$23គល់អាស័យឯឆ្កាច់តាប៉ែឆ្កោកថាតើពួកនោះពិតជាមានមធ្យោបាយអ្វីខ្លះដោះស្រាយបញ្ហាព្រំដែនកម្ពុជាក្រៅពីរឿងព្រំដែនកម្ពុជាជាមួយវៀតណាមចេញដែលឥឡូវនេះនៅសល់តែ16%ឬក៏តិចជាងនឹងបញ្ចប់ហើយនឹងអញ្ចឹងឥឡូវឆ្លើយនឹងប៊ុននីបន្តិចឃើញសួរនៅភាគមុនប៊ុននីដំបងតើកូននឹងរៀនបរិញ្ញាបត្រ4ឆ្នាំឬក៏រៀននៅក្នុងបរិញ្ញាបត្រជាន់ខ្ពស់ Master's Degree Program ដែលគេហៅថា Graduate Program នឹងមួយទី2តើជំនាញនឹងជាជំនាញដែលទីផ្សារអាមេរិកត្រូវការឬទេទី2ណាបាននេះទី3តើនៅលើទិដ្ឋាការដែលកូនកំពុងរៀននោះមានគេវាយត្រាឲ្យធ្វើការងារទេទី3បើវាមានអាទី1បើកំពុងតែរៀន Masters នៅអាមេរិកមុខវិជ្ជាត្រូវការទីផ្សារហើយនៅលើទិដ្ឋាការមាន employment authorized គេឲ្យធ្វើការបានអាចរកច្រកនៅបានដោយដំណាក់កាលឥឡូវ2026ពេលនេះអណ្ដោប្រវេសកំពុងតែតឹងតែយើងនៅរៀននៅឡើយទេអញ្ចឹងវាអាចថា2ឆ្នាំទៀតអាចដល់ចប់អាណត្តិលោកត្រាំចប់អាណត្តិលោកត្រាំ
នយោបាយអន្តរប្រវេសន៍នឹងបន្ធូរបន្ថយឡើងវិញអញ្ចឹងយើងអាចបន្តការងារហើយណាហើយយើងបោះជំហានមួយជំហានឆ្ពោះទៅរកគោលដៅរបស់យើងណាបងអូនបានីនឹងឆ្លើយរឿងនឹងមួយណាឆ្លើយរឿងនឹងមួយចៅនៅ Facebook សួរថាពួក$23បានអីគឺបានបោកភូតយកស្រោមសម្បត្តិគឺលុយរឿងចៅសួរអំពីរឿងខ្សាច់ខ្ញុំនឹងឆ្លើយបន្តិចទៀតណាខ្ញុំនឹងឆ្លើយបន្តិចទៀតឥឡូវភ័ណ្ឌសួរថាលោកតាធ្លាប់ធ្លាក់ខ្លួនហើយត្រូវគេជន់ទេតាធ្លាប់ធ្លាក់ខ្លួនរហូតដល់រើសអាហារពីធុងសម្រាមមកញ៉ាំតាធ្លាប់មានជីវិតគេមើលងាយបើនិយាយទៅតាំងពីមកជន់ដីអាមេរិកនេះចាប់ផ្ដើមដំបូងហ្នឹងគឺគេមិនដែលយកភ្នែកមើលតាទេអ្នកចិត្តខាងសូម្បីតែម្ចាស់ផ្ទះតែតាជួលកៅអីសាឡុងគេដេកពេលយប់ហ្នឹងក៏គេមើលងាយដែរអញ្ចឹងចៅសួរថាតាដែលធ្លាក់ខ្លួនគេជន់ទេអូយអាចនិយាយថាធ្លាក់ខ្លួន10ឆ្នាំ10ឆ្នាំមិនមែនតិចឆ្នាំទេ10ឆ្នាំវាមិនគត់10ឆ្នាំទេណាប៉ុន្តែយើងវាយឲ្យច្រើនថា10ឆ្នាំធ្លាប់រស់ដោយសារគេរស់ដោយសារពឹងពាក់ពួកម៉ាធ្លាប់រស់ដោយសារទៅជួលកៅអីក្នុងបន្ទប់ជួលភ្ញៀវគេដេកដាក់វ៉ាលីក្រោមកៅអីគេមើលងាយធ្លាប់រើសអាហារពីធុងសម្រាមនៅផ្សារចិនក្រុងញូវយ៉កយកមកធ្វើជាអាហារឆៃធ្លាប់ហើយអូខេឥឡូវចៅភួនចង់ដឹងរឿងគេមើលងាយតាអត់មានបានខឹងសម្បាឬខ្វាយខ្វល់ឬអន់ចិត្តនឹងគេមើលងាយទេតាអត់បានអញ្ចឹងទេមិនបានតាអត់អញ្ចឹងភួនគេមើលងាយយើងពីព្រោះយើងធ្លាក់ខ្លួនធម្មតាសង្គមដែលមានការរើសអើងគ្រប់ពេលដរាបណាមានមនុស្សរស់ក្នុងសង្គមតែងមានការរើសអើងគ្រប់ពេលការដែលគេមើលងាយនៅពេលយើងធ្លាក់ខ្លួនគឺកើតឡើងរាល់ពេលតែយើងគួរសម្លាប់ខ្លួនឯងដោយសារគេមើលងាយទេ No អត់ទេតែយើងគួរអង្គុយយំពេលគេមើលងាយយើងទេ No អត់ទេតែយើងត្រូវខឹងពេលគេមើលងាយយើងទេ No តែហ៊ានខឹងគឺយើងជាមនុស្សចោលមកសៀតចុះយើងឈឺចាប់នឹងគេមើលងាយទេបើគ្រាន់តែឈឺចាប់ហើយអត់ចេះខិតខំកែខ្លួនអានឹងក៏ជាមនុស្សអន់ហើយចោលមកសៀតអញ្ចឹងទី1
ឲ្យតែមានមនុស្សរស់នៅក្នុងសង្គមតែមានការរើសអើងទី2តែធ្លាក់ខ្លួនគេជន់ហើយកុំភ្លើពេកអាចជេមសុកក៏ដោយជេមអុយក៏ដោយជេមអន់ក៏ដោយជេមពេកក៏ដោយជេមមិនពេកក៏ដោយតែធ្លាក់ខ្លួនគេមើងងាយហើយកុំភ្លើពេកសង្គមឲ្យតែមានមនុស្សរស់នៅគឺមានការរើសអើងធ្លាក់ខ្លួនគឺគេមើងងាយហើយតើត្រូវខឹងគេទេ No តើត្រូវឈឺចាប់ទេ No ត្រូវខំត្រូវគុំគួននឹងអ្នកមើងងាយទេ No តែអត់ត្រូវរាប់អ្នកមើងងាយយើងទេពីព្រោះអ្នកដែលគេធ្លាប់មើងងាយយើងដឹងថាគេអត់ចូលចិត្តពេលយើងធ្លាក់ខ្លួនអញ្ចឹងយើងមិនបាច់រាប់អានគេទេអញ្ចឹងភ័ណ្ឌអ្វីដែលចៅយកមកសួរតាណាកុំភ្លេចចោលទៅចៅគិតតែរៀនយកចំណេះចេះដឹងយកវិជ្ជាជីវៈហើយខំប្រឹងធ្វើការងារខំប្រឹងរៀនតែប៉ុណ្ណាណាភ័ណ្ឌណាអូខេអាហ្នឹងអញ្ចឹងលោកតាកាលនៅរៀនប្រពន្ធខ្ញុំគាត់រៀនពូកែជាងខ្ញុំតែឥឡូវឲ្យតែឆ្លោះគ្នាគាត់តែងតែយកចំណុចហ្នឹងមកនិយាយមើលងាយខ្ញុំថារៀនអន់ជាងគាត់គួរធ្វើដូចម្ដេចមុំសតុំចង់ចៅឯងមានកូនប្រមាណក៏ដោយចង់ចៅឯងស្រឡាញ់ប្រពន្ធចៅប្រមាណក៏ដោយគឺនិយាយឲ្យដាច់អូនយើងប្តីប្រពន្ធនឹងគ្នាហើយប្តីប្រពន្ធដេកក្រែជាមួយគ្នាមានកូនចៅមួយគ្នាណាអូនណាបើរាល់ពេលបងឆ្លោះជាមួយអូនឯងហើយបងយករឿងចាស់មកនិយាយមើលងាយអូនឯងបងសុំទោសតែអូនឯងឈប់យករឿងចាស់មកនិយាយមើលងាយបងចាប់ពីពេលថ្ងៃនេះទៅយើងកាន់ដៃគ្នាពេលឆ្លោះគ្នាកុំយករឿងហ្នឹងមកបើឆ្លោះឆ្លួយយើងត្រូវប្រញាប់កែណាអូនណាបើសិនណាជាអូនមិនព្រមជាមួយបងទេយើងលែងលះគ្នាទៅពីព្រោះស្វាមីភរិយាប្តីក៏ដោយប្រពន្ធក៏ដោយមិនត្រូវយកចំណុចខ្សោយមកមើលងាយប្រមាថគ្នាទេឈប់ទាំងអស់គ្នាបងក៏ឈប់អូនក៏ឈប់និយាយប៉ុណ្ណឹងអូខេថ្ងៃក្រោយបើប្រពន្ធផ្លត់មាត់ប្រាប់ថាអូនមិនចាំទេកាលយើងអត់ឆ្លោះគ្នាបងនិយាយហើយកុំឲ្យយករឿងហ្នឹងបើអូនធ្វើម្ដងបងលើកលែងឲ្យលើកទី2លើកទី3គឺលែងគ្នាណាអូនណាលែងគ្នាបងស្រឡាញ់អូនឯងនោះស្រឡាញ់ហើយស្រឡាញ់កូនក៏ស្រឡាញ់ដែរប៉ុន្តែលែងគ្នាពីព្រោះអូនឯងមិនកែណាមុំសតុំឲ្យតែប្រុសយើងកាន់ចិត្តអញ្ចឹងចប់ហើយស្រីហ្នឹងបើគេស្រឡាញ់យើងគេឈប់ហើយតែបើថាគេនៅភ្លើទេកុំស្ដាយអូនឯងណាកុំស្ដាយអូនឯងណាអានោះអញ្ចឹងណាចៅនេះគឺជាជីវិតដែលមនុស្សប្រុសក៏ដោយមនុស្សស្រីក៏ដោយត្រូវកសាងដូចគ្នាខ្ញុំអត់ដែលមើលងាយប្រពន្ធខ្ញុំអត់ដែលមើលងាយខ្ញុំទេតាមមួយម៉ាត់ទេរឿងឥឡូវហ្នឹងនេះជីវិតខ្ញុំមួយម៉ាត់រឿងឥឡូវហ្នឹងអត់បានទេពីព្រោះស្រីក៏ដោយប្រុសក៏ដោយប្រុសដែលធ្លាប់មើលងាយប្រពន្ធធ្លាប់មាត់យូរទៅនិយាយឲ្យគេលឺគេមើលងាយដល់គ្រួសារស្រីដែលធ្លាប់មើលងាយប្តីដូចគ្នាធ្លាប់មាត់លឺដល់ម្ដាយក្មេងដែរគេមើលងាយគ្រួសារ
យើងចាប់ដៃគ្នាជាពីរអ្នកប្តីប្រពន្ធធ្វើម៉េចកុំឲ្យគេមើលងាយដល់ក្រុមគ្រួសារយើងណាកុំឲ្យគេមើលងាយដល់ក្រុម